បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំសូមបង្ហាញពីរបៀបភ្ជាប់ SIM card របស់97គឺជាក្រុមហ៊ុនរបស់ Smartphone ដែលក្រុមហ៊ុន Smartphone គឺយើងត្រូវការដំឡើងកម្មវិធី Cam ID បាទនេះគឺជាកម្មវិធី Cam ID ជាដំបូងបងប្អូនត្រូវចូលទៅកាន់ Play Store ដើម្បី download កម្មវិធី Cam ID ដោយសារតែខ្ញុំដាក់លេខកូដចឹងខ្ញុំសូមដាក់លេខកូដមកដល់ត្រង់ចំណុចនេះគឺយើងត្រូវវាយពាក្យ Cam ID ហើយយើង select វានេះគឺជាកម្មវិធី Cam ID បងប្អូនក៏ប៉ុន្តែដោយសារតែខ្ញុំបាន download រួចហើយអញ្ចឹងគឺខ្ញុំសូមមិនធ្វើការ download ម្ដងទៀតទេបាទអញ្ចឹងគឺខ្ញុំសូមទៅ menu ដើមវិញហើយខ្ញុំសូមទៅរកកម្មវិធី Cam ID នេះគឺជាកម្មវិធី Cam ID ដើម្បីភ្ជាប់ SIM card របស់យើងទៅនឹងកម្មវិធី Cam ID គឺយើងត្រូវចូលទៅកម្មវិធី Cam ID បាទនៅពេលដែលបងប្អូនបើកកម្មវិធី Cam ID វានឹង load មកបែបនេះដើម្បីឲ្យយើងបំពេញលេខទូរស័ព្ទរបស់យើងនៅពេលនេះគឺខ្ញុំសូមភ្ជាប់លេខទូរស័ព្ទរបស់ខ្ញុំហើយធ្វើការចុះឈ្មោះបន្ទាប់មកយើងត្រូវរងចាំចំណុចនេះគឺយើងត្រូវរងចាំលេខកូដបាទនៅពេលនេះលេខកូដមកហើយខ្ញុំសូមចុច allow នេះលេខកូដហើយយើងសូមចុះឈ្មោះបាទនៅពេលនេះវាបានចុះឈ្មោះបានជោគជ័យបាទចុះឈ្មោះបានជោគជ័យហើយបងប្អូនអញ្ចឹងដើម្បីយើងធ្វើការឆែកទិន្នន័យយើងដូរលុយដើម្បីបដូរយកទៅជាទិន្នន័យយកមកលេងបងប្អូនយើងត្រូវចុចនេះចំណុចនេះ Smartphone Plus នេះគឺជាគណនីគោលរបស់ខ្ញុំគឺអត់មានលុយទេហើយនេះគឺជាលុយដូររបស់ខ្ញុំគឺការដូររបស់ខ្ញុំគឺខ្ញុំដូរ$1ដូរ$1ដើម្បីបានមកវិញ 8G ដើម្បីបានទិន្នន័យ 8G អញ្ចឹងគឺខ្ញុំដូរវារួចហើយនេះគឺខ្ញុំដូរបានច្រើនថ្ងៃដែរអញ្ចឹងទិន្នន័យរបស់ខ្ញុំគឺនៅសល់4652 megabit បាទបងប្អូនអញ្ចឹងងាយទេវិធីក្នុងការភ្ជាប់លេខជាមួយនឹងភ្ជាប់លេខជាមួយនឹងកម្មវិធី Cam ID